ចាជំរាបសួរបងថ្ងៃនេះមានបង្គាយកមកធ្វើម្ហូបហើយថ្ងៃនេះខ្ញុំច្នៃបង្គាចេញជាពីរមុខខ្លួនខ្ញុំយកធ្វើបង្គាអប់ទឹកខ្មុំហើយនឹងក្បាលខ្ញុំយកទៅងាស់ធ្វើទឹកស៊ុបហើយខ្ញុំប្រាប់ពីរបៀបធ្វើទឹកស៊ុបបងក្បាលបង្គាហ្នឹងយើងយកមកកាត់វាហ្នឹងដាក់ឆាវាបែកវាបែកខ្ទិះតិចមកចាំយើងដាក់ជាមួយទឹកខ្ទឹមសខ្ទឹមក្រហមបន្ទាប់មកទៀតយើងឆាវាឲ្យឈ្ងុយហើយអាហ្នឹងយើងប្រើភ្លើងតិចណាបងកុំឲ្យវាខ្លោចទេយើងគ្រាន់ឆាវាឡើងខាប់ខ្ទិះជើងមកហើយឈ្ងុយជាមួយខ្ទឹមសខ្ទឹមក្រហមមកទៅយើងដាក់បរិមាណទឹកហ្នឹងបងដាក់តាមចំណង់ចំណូលចិត្តចង់ដាក់1លីត្រក៏បាន2លីត្រក៏បានដែរខ្ញុំដាក់1លីត្រកន្លះហើយយើងបង់ជាមួយនឹងក្រូចសោតជាមួយគល់ខៃ2 3ដុំអញ្ចឹងណាបងហើយបន្ទាប់មកទៀតយើងបើកភ្លើងងាស់វាប្រហែល10 ទៅ 5 នាទីរួចរាល់ហើយយើងបង់ជាមួយនឹងម្សៅស៊ុបប្រហែល1ចុងលាបៀកាហ្វេណាបងយើងយកទឹកស៊ុបនឹងធ្វើអីក៏បានដែរតែសម្រាប់ខ្ញុំយកមកធ្វើទឹកស៊ុបផ្សិតដោយសារខ្ញុំមានម្ហូបច្រើននឹងគោកណាមានដូចជា steak salad ហើយនឹងជាមួយនឹងបង្គាអប់ទឹកខ្មុំហើយចឹងទៅខ្ញុំក៏យកទឹកស៊ុបហ្នឹងយកមកធ្វើស៊ុបផ្សិតចាខ្ញុំបង់ពងមាន់ប្រហែល1 គ្រាប់ 2 គ្រាប់ឲ្យវារៀងជាប់ភ្នៅណាបងចាតែប៉ុណ្្នឹងរួចរាល់ហើយទឹកស៊ុបដែលយើងសល់ហ្នឹងយើងអាចយកទៅធ្វើសាកេស៊ុបក្តាមឬក៏ស៊ុបតុងយ៉ាំអីក៏បានដែរក៏ឆ្ងាញ់ដែរអរគុណបង